dương nghĩa tụm mơ pa nhà han nơi ai có Tây Văn này nó bên bóng bốn bà ai là nít chân prom miên bà cùng tích bà ro ca pon pong chrit chrit bị bò tê bà tờ lơ pa nhà ha có Tây Văn bà pro có Tây Văn ấy cứ ở đất chi thực đây rồi bỏ bà tây chân á bóng bốn á bạn bây giờ mơ tờ tam bộ tờ sai bà tại sao tại bà tây chân miền pa nhà tây khốn dương tới bộ bạch bà ở lần nít chân con bầm miên đấy bóng bốn bà con bầm miên cùng tích bà ro ca chrit chrit bị bò tê bà pi sầm nèประเทศนาก็ได้บ่เอาแต่โจเจริญเจริญบ่ตะเลปัญหาก็ไต้หวันบ่กางเอากาปีเอาก็ไต้หวันนั่นคือchân ประมินកំតិចចោលទៅអស់បងប្អូនបាទមិនថាអាមេរិកអឺរ៉ុបបាទជប៉ុនអីមកពីណាពីណីទេគឺចិនប្រមានកំតិចចោលបងប្អូនបាទបាទស្របពេលដែលភាពតានតឹងជំវិញបញ្ហាកតៃវ៉ាន់កាន់តែឡើងកម្ដៅខ្ពស់ជាពិសេសមានការលូកដៃពីសំណាក់ប្រទេសជប៉ុនផងនោះមកស្រាប់តែឥឡូវនេះចិនចេញការប្រមានខ្លាំងថារកការជ្រៀតជ្រែកពីសំណាក់បរទេសក្នុងកិច្ចការនេះទីក្រុងប៉េកាំងនឹងកំទេចចោលតែម្ដងអញ្ចឹងចិនអត់ខ្លាចទេបាទប្រទេសណាក៏ដោយបាទអាវុធទំនើបបាទបែបណាក៏ដោយគឺចិនអត់ខ្លាចទេព្រោះចិនឥឡូវនេះគឺជាមហាអំណាចបាទមហាអំណាចទី2បន្ទាប់ពីអាមេរិកបាទទាំងសេដ្ឋកិច្ចទាំងសពាវុធបាទគឺចិនគឺអត់មានចាញ់ទេបាទហើយបើនិយាយពីកងទ័ពវិញគឺចិនគឺច្រើនមែនទែនបងប្អូនបាទអញ្ចឹងប្រទេសណាក៏ដោយអត់ទៅជ្រៀតជ្រែកគឺចិនអត់ខ្លាចទេការពមៀននេះគឺចេញពីមាត់អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនលោកពេងគិនចិនដែលថ្លែងប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃពុធទី26ខែវិច្ឆិកាឆ្នាំ2025នេះនឹងផ្សាយដោយសារព័ត៌មាន The Star ថាយើងមានឆន្ទៈយ៉ាងមុតមមការបដិញ្ញាចិត្តខ្ពស់និងសមត្ថភាពដ៏រឹងប៉ឹងនៅក្នុងការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់យើងហើយយើងនឹងបង្ក្រាបការជ្រៀតជ្រែកពីបរទេសទាំងអស់បាទហើយលោកបន្តថាការដាក់ពង្រាយអាវុធវាយលុករបស់ជប៉ុននៅក្នុងតំបន់ក្បែរដែនដីតៃវ៉ាន់របស់ចិនគឺជាទង្វើដ៏គ្រោះថ្នាក់បំផុតដែលជាការបង្កើតភាពតានតឹងក្នុងតំបន់ដោយចេតនានិងបង្កឲ្យមានការប្រឈមមុខដាក់គ្នាខាងយោធាអញ្ចឹងប្រទេសជប៉ុនគាត់កាងឲ្យកោះតៃវ៉ាន់បងប្អូនដោយសារកោះតៃវ៉ាន់ហ្នឹងគឺស្ថិតនៅក្បែរប្រទេសជប៉ុនដែរបងប្អូនបាទស្ថិតនៅក្បែរប្រទេសជប៉ុនចាំបើសិនជាមានការប្រយុទ្ធគ្នារវាងចិនហើយនិងតៃវ៉ាន់វាអាចប៉ះពាល់ដល់ជប៉ុនអញ្ចឹងជប៉ុននៅក្បែរហ្នឹងគឺគេអត់នៅស្ងៀមទេបាទអញ្ចឹងគេដោយសារតៃវ៉ាន់គេនៅខាងសេរីបាទគេនៅខាងសេរីហើយជប៉ុនក៏នៅខាងសេរីដែរបាទអញ្ចឹងគេរួមដៃគ្នាឯងបងប្អូនបាទរួមដៃគ្នាការព្រមាននេះគឺឆ្លើយតបទៅផែនការដាក់ពង្រាយមីស៊ីលបាញ់ពីដីទៅអាកាសរបស់ជប៉ុននៅលើកោះ Yunaguni ដែលជាកោះមួយស្ថិតនៅចម្ងាយប្រហែល110គីឡូម៉ែត្រពីភាគខាងកើតនៃកោះតៃវ៉ាន់ពីកោះតៃវ៉ាន់ទៅជប៉ុនចម្ងាយពីគ្នាទៅ110គីឡូទេបាទអញ្ចឹងបើសិនជាមានការប្រយុទ្ធគ្នារវាងចិនហើយនិងតៃវ៉ាន់ហ្នឹងគឺអាចរំជួយទៅដល់ប្រទេសជប៉ុនដែរបងប្អូនបាទជុំវិញរឿងនេះគឺអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រីម៉ៅនីងកាលពីថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025ក៏និយាយដែរថាវិធានការនេះមានបំណងបង្កភាពតានតឹងក្នុងតំបន់និងញុះញង់ឲ្យមានភាពប្រឈមមុខដាក់គ្នាផ្នែកយោធាហើយលោកស្រីប្រមានថាកម្លាំងស្ដាំនិយមរបស់ជប៉ុនកំពុងដឹកនាំទីក្រុងតូក្យូនិងតំបន់ឆ្ពោះទៅរកគ្រោះមហន្តរាយទីក្រុងប៉េកាំងមានការតាំងចិត្តនិងសមត្ថភាពនៅក្នុងការការពារអធិបតេយ្យភាពទឹកដីរបស់ខ្លួនហ្នឹងហើយអញ្ចឹងបើសិនជាប៉ះគ្នាមែនបាទប្រហែលជាចិនអាចនឹងសងសឹកគំនុំចាស់ហើយបងប្អូនបាទសងសឹកគំនុំចាស់បាទដោយសារកាលពីប្រហែល10ឆ្នាំមុនហ្នឹងបាទជាសង្គ្រាមលោកលើកទី2បងប្អូនបាទជប៉ុនហ្នឹងគឺដាក់អាណានិគមទៅលើប្រទេសចិនបាទដាក់អាណានិគមទៅលើប្រទេសចិនអញ្ចឹងអាចបើសិនជាមានការប៉ះគ្នាមែនអាចនឹងចិនអាចនឹងសងសឹកគំនុំចាស់ហើយបងប្អូនហើយចិនឥឡូវនេះគឺមិនដូចចិនពីមុនទេបាទចិនឥឡូវនេះគឺខ្លាំងមែនទែនបងប្អូនខ្លាំងយើងនិយាយទៅថាបន្ទាប់ពីអាមេរិកគឺមានតែចិនទេបាទទាំងយោធាទាំងសពាវុធបាទទាំងសេដ្ឋកិច្ចបាទគឺខ្លាំងតែម្ដងបងប្អូនណាបាទ